វាគមន៍ជាបន្តមកកាន់កម្មវិធីតន្ត្រីមហាគ្រួសារ KAP សម្រាប់កម្មវិធីនឹងផ្ដល់ជូនភាពសប្បាយរីករាយជូនដល់បងប្អូនរយៈពេល2ម៉ោងពេញចាសម្រាប់វគ្គនេះនឹងផ្ដល់ជូនវត្តមានតារាកិត្តិយសជាច្រើនដួងទៀតចាដែលគាត់ឡើងមកបំពេញអារម្មណ៍លោកស្រីកញ្ញាអរគុណមកជាការប៉ុណ្ណេះមកជួបជាមួយនឹងអ្វីដែលរៀបជាបន្តដែលនោះកំពុងទៅរងចាំកម្មវិធីទាំងមូលក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KAP ក្រុមហ៊ុន KAP គឺជាក្រុមហ៊ុនផលិតចែកចាយបំពង់ទីបឈរនិងសម្ភារៈបណ្ដាញទឹកគ្រប់ប្រភេទធំជាងគេលំដាប់ទី1នៅកម្ពុជារដ្ឋផលិតផលរបស់ KAP គ្រប់ម៉ាកសញ្ញាត្រូវបានប្រជាជនកម្ពុជាប្រមាណ 80% កំពុងគាំទ្រនិងពេញនិយមប្រើប្រាស់បំផុតទូទាំងប្រទេសហេតុនេះហើយទើបក្រុមហ៊ុន KAP បានបង្កើតនៅតន្ត្រីមហាគ្រួសារ KAP ដើម្បីឲ្យអតិថិជនទាំងអស់មានភាពសប្បាយរីករាយនាចុងសប្តាហ៍ក្រោយពេលសម្រាប់ពីកិច្ចការងារឆ្លងកាត់តាមបទពិសោធន៍15ឆ្នាំនៅក្នុងវិស័យនេះរួមជាមួយវត្ថុធាតុដើមនិងម៉ាស៊ីនស្វ័យប្រវត្តិលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិយើងខ្ញុំបានផលិតនៅបំពង់ទីបជ័រ KAP សញ្ញា Apple Pie ដែលមានគុណភាពលំដាប់ថ្នាក់លេខ1ល្អជាងផលិតផលបរទេសដែលកំពុងចរាចរនៅកម្ពុជាហើយបច្ចុប្បន្នកំពុងមានការពេញនិយមប្រើប្រាស់យ៉ាងកក្រឹកកក្រែងពីសំណាក់ក្រុមហ៊ុនសាងសង់បូរីខុនដូសន្តាគារវិឡាការតបណ្ដាញទឹកស្អាតការធ្វើដំណាំកសិកម្មខ្នាតធំដែលមានសន្តានដីឡើងទួលឡើងភ្នំអាចពត់ពេនបានគ្រប់តម្រូវការគ្រប់កលៈទេសៈរងនៅសម្ពាធទឹកខ្ពស់ហួសពីការស្មាននិងមានអាយុកាលប្រើប្រាស់លើសពី50ឆ្នាំផលិតផលយើងមោទនភាពជាតិបំពង់ទីបជ័រថ្មី KAP សញ្ញា Apple Pie គឺជាបំពង់ទីបជ័រដែលត្រូវបានផលិតឡើងដោយម៉ាស៊ីនផ្សាយប្រវត្តិជាមួយនឹងវត្ថុធាតុដើមនាំចូលពីបរទេសលំដាប់ស្តង់ដារ ISO 9001វាមានលក្ខណៈពិសេសសម្រាប់ប្រើប្រាស់លើការបុកអណ្ដូងខ្នាតអន្តរជាតិដែលមានជម្រៅលើសពី100ម៉ែត្របំពង់ទីបជ័រថ្មី KAP សញ្ញា Apple Pie រឹងស្វិតជាប់ធន់យូរអង្វែងបំពង់ទីបជ័រ KAP សញ្ញាក្បាលដំរីគឺជាបំពង់ទីបជ័រដែលមានគុណភាពខ្ពស់ស្វិតជាប់ធន់ស័ក្តិសមបំផុតចំពោះបណ្ដាញទឹកក្នុងអាគារប្រព័ន្ធស្រោចស្រពចំការកស៊ូនិងចំការម្រេចរាល់ការប្រើប្រាស់បំពង់ទីបជ័រ KAP សញ្ញាក្បាលដំរីជាជម្រើសដ៏ឆ្លាតវៃបំពង់ទីបជ័រសក់ខ្សែភ្លើង KAP សញ្ញាក្បាលដំរីត្រូវបានផលិតឡើងដោយវត្ថុធាតុដើមនាំចូលពីបរទេសលំដាប់ស្តង់ដារ ISO 9001ជាមួយនឹងបច្ចេកវិទ្យាមកពីប្រទេសសិង្ហបុរីវាមានលក្ខណៈពិសេសដុតមិនឆេះអាចពត់កង់បានរហូតដល់ទៅ90ដឺក្រេមានក្បាលដំណរួចជាស្រេចងាយស្រួលក្នុងការប្រើប្រាស់បំពង់ទីបជ័រសូកខ្សែភ្លើងសញ្ញាក្បាលដំរីចំណេញពេលវេលាចំណេញថវិកាចាប់ដើមជាមួយ KAP យើងខ្ញុំឥឡូវនេះដើម្បីអនាគតពោពេញដោយភាពស្រស់បំព្រងមានតែ KAP ទេមួយគត់ដែលជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នកបាទនិយាយទៅតាកតងជាមួយនឹងបាទលោកអ្នកមិនត្រឹមតែជាអាជីវករវិស្វករកសិករនិយាយទៅមនុស្សគ្រប់រូបឲ្យតែត្រូវការប្រើប្រាស់ទឹកនិងការប្រើប្រាស់ការសង់នានានេះគឺតែតម្រូវការជាចាំបាច់តែម្ដងជាមួយនឹងបាទក្រុមហ៊ុន KAP គឺមានផលិតផលច្រើនសម្រាប់លោកអ្នកចឹងហើយជឿជាក់ថាលោកអ្នកបាននឹងផ្ដល់នៅការជឿជាក់លើ KAP ចុះពិតជាមិនខុសបំណងឡើយចាសម្រាប់ផ្ទះនាងខ្ញុំប្រហែលថ្ងៃមុនដូចជាជួសជុលដែរឥឡូវជ្រើសរើសយកផលិតផលបំពង់ទីបជ័រ KAP ចាដើម្បីចាប្រើប្រាស់បានយូរជាពិសេសទុនស្វិតងាយស្រួលបាទងាយស្រួលក្នុងការប្រើប្រាស់បើនិយាយទៅមានថាប្រយោជន៍ច្រើនពួកខ្ញុំនឹងគម្រោងដែរហើយនៅការសង់គេឋានថ្មីអញ្ចឹងសង្ឃឹមថាក្រុមហ៊ុន KAP ប្រហែលជាតម្លៃឲ្យច្រើនបាទជាមួយនឹងការប្រើប្រាស់នៅបំពង់ទីបជ័រ KAP បាទប៉ុន្តែនៅក្នុងការដែលខ្ញុំសាងសង់គឺចិត្តដែរឆាប់នេះអញ្ចឹងមានតែបងចម្រងទិញផ្ទះថ្មីចិត្តដែរបាទ2050បាទអីមិនអញ្ចឹងព្រោះថាប្រហែលមករយៈហ្នឹងបងចម្រងគាត់រលុយបានច្រើនណាអញ្ចឹងអាចសំលុយទិញផ្ទះឆាប់ហ្នឹងហើយសាធុចាអរគុណបាទជាបន្តផ្លាស់ប្ដូរបរិយាកាសមកជួបជាមួយនឹងតារាកិត្តិយសរបស់យើងដែលមានសំនៀងហ្នឹងគឺស្តៀងនឹងតារាចម្រៀងមួយរូបដែលនៅក្នុងប្រតិកម្ម Sunday ចាដែលបទទី1មានចំណងជើងថាបើមិនស្រឡាញ់អាណិតធ្វើអ្វីនិងបទទី2មានចំណងជើងថាពេលណាទៅអូនភ្លេចគេជួបជាមួយនឹងលោកពៅឆាយារីកកំសាន្តដូចតទៅបាទសុនជេងរងឈាមបៀនទុក
មាជឿលំចិនដាទៅលើស្រីម្នាក់សង្ឃឹមជានិច្ចថាគេស្មោះស្ម័គ្រអន់ទាំងទឹកប្រាក់ធ្វើឲ្យស្រីភ្លេចបងតន់ច្រើនលើកច្រើនសារអូនឆ្លើយដោយសារថាគេជាមិត្តបងក៏មិនដេញដោលព្រោះជឿចិត្តព្រោះបងមិនដែលគិតថាស្រស់ជីវ៉ាអូនចេះក្បត់ដឹងទេបងក៏ចេះហត់តាមចាំអូនក្បត់ស្រីស្បត់បំពេច្រើនឆ្នាំប្រែគ្មានន័យចំពោះរូបស្រីព្រោះអូនមានថ្មីណែកូនគេថៃវ័យវ័យក៏មានរូបបងក្របានត្រឹមស្រែកក្លៀនអនុស្សាវរីយ៍ធ្លាប់សានធ្វើឲ្យបងក៏ធៀមស្នេហ៍បរាជ័យបើមិនស្រឡាញ់អានឹងធ្វើអ្វីបងមិនយល់ន័យពីថាអានឹងថ្ងៃនេះអោបផឹកសូមផ្ញើជីវិតថ្ងៃស្អែកបដូរចិត្តថាមិនប្រកបពាក្យមួយណាជាពាក្យពិតឲ្យបងជឿចិត្តអូនមិនដេចបានទៅកោហុកហើយលេងល្បិចដដែលមិនហ៊ានខឹងនឹងអូនទេជួនពមាសមេសំបំណងក្បត់គេដូចក្បត់ផងតាមពីវាឆ្លងស្រីអង្គអនាគតច្រើនឆ្នាំតែគ្មានន័យចំពោះរូបស្រីអូនមានថ្មីតែកូនសេដ្ឋីវ័យវ័យក៏មានរូបបងក្របានត្រឹមតែក្លៀនអនុស្សាវរីយ៍ធ្លាប់សាងធ្វើឲ្យបងក៏ឈាមណែបរាជ័យវត្តមានពុកម៉ែបងប្អូននៅទីនេះក៏ដូចតាមគេថាមិនដែរអរគុណដល់ការផ្ដល់ជាកម្លាំងចិត្តដល់រូបខ្ញុំបាទអរគុណនៅពេលនេះរីករាយជាមួយខ្ញុំមួយបទទៀតនៅបទពេលណាទើបអូនភ្លេចគេបាទរីករាយស្ដាប់ដូចតទៅ
ចោលបងបានទេសុំតួអូនបើសិនបងខំព្រោះអ្វីព្រោះបងមិនស្មើនឹងគេឆ្លើយប្រាប់បងបានទេមកពីអ្វីបងមិនได้ខឹងទោះអូនក្បត់បងជាងនេះចិត្តស្មោះមិនប្រែចាំស្នេហ៍អូថ្ងៃសូនពេលណាស់ដើមអូនបងភ្លេចគេបេះដូងបងនេះមិនប្រែចាំរហូតសុខចិត្តត្រង់ឈឺចូលមើលអូនចាចេញទៅនឹងច្បាំងថាគ្មានផ្លូវអូនដូចតាអរគុណครับដល់ជាកន្លងបាទជំរាបសួរលោកពៅឆាយាបាទជំរាបសួរពីរោះណាស់សំឡេងដូចអ្នកណាគេបាទចាបាទឲ្យលឺមកដូចអ្នកណាគេលោកខាន់ជេមដូចណាស់បើស្ដាប់ពីក្រោយមិនមើលមកគឺចំតែម្ដងបាទបើសិនជាមិនបានឃើញមុខគាត់ជាគិតថាលោកចែមឡើងមកបកស្រាយចម្រៀងចាបាទនិយាយទៅជាមួយនឹងតន្ត្រីមហាគ្រួសារ KAP តែតែផ្ដល់ឱកាសចំពោះយុវវ័យដែលមានទេពកោសល្យសមត្ថភាពខ្ពស់ពិសេសគឺបាទលោកឆាយាលោកឆាយាបកស្រាយបទចម្រៀងនឹងធ្វើការហាត់យូរទេឬក៏បាទនិយាយទៅបងនេះគឺជាអ្វីដែលគេផ្ដល់ឲ្យពីកំណើតមកពីកំណើតណាសំឡេងនឹងពីដើមមកចាប់ដូចលោកខាន់ជេមតែម្ដងឬក៏ពីដើមមកដូចអ្នកណាគេទៅដំបូងឡើយខ្ញុំអត់ដឹងថាសំឡេងខ្ញុំដូចបងខាត់ចែមអត់ទេតែខ្ញុំចេះតែច្រៀងបាទកាលណាខ្ញុំចូលចិត្តច្រៀងមែនតើចិត្តច្រៀងបាទបទអីក៏ខ្ញុំច្រៀងដែរឲ្យតែបទណាពេញនិយមទីតាំងលើលោកច្រៀងនឹងលក្ខណៈនៅកន្លែងណាពីចេះជាងគេបាទលក្ខណៈទី1បន្ទប់ទឹកខ្នងកបីឬក៏លក្ខណៈលើភ្លឺស្រែអីចឹងបាទភាគច្រើនគឺនៅមុខផ្ទះដូចជានៅមុខផ្ទះខាងមុខផ្ទះបងមុខផ្ទះយើងណាបាទបងបាទណែអាសាគេចោលលំអិតមកទេអត់អីទេណាជួនកាលគេស្រែកដាក់ដែរបងតែពិតប្រវត្តិខ្ញុំក៏អញ្ចឹងដែរធ្លាប់ដែរច្រើនជាងគេនឹងគឺប្រវត្តិជឿនៅបន្ទប់ទឹកឲ្យតែចូលទៅបន្ទប់ទឹកនេះមកក្រោយដល់គោះទ្វារណែក្រៅនេះរន់ខ្លាំងណាស់ហឺមិនបាយតែកន្លះបាត់បានហើយ
អរគុណមកថ្ងៃនេះលោកឆាយាអារម្មណ៍យ៉ាងណាដែលបានជួបរួមកម្មវិធីរបស់យើងបាទ បាទថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនដែលមានពុកម៉ែបងប្អូនទៅទស្សនាច្រើនហើយផ្ដល់ជាកម្លាំងចិត្តដល់រូបខ្ញុំធ្វើឲ្យខ្ញុំមានកម្លាំងចិត្តច្រៀងមែនទែនទោះបីជាខ្ញុំផ្ដាសាយយ៉ាងណាក៏ដោយបាទ តែប៉ុន្តែគាត់មានសមត្ថភាពប៉ុន្តែគ្រាន់តែគាត់មិនមានឱកាសនៅក្នុងការបង្ហាញមុខ នៅក្នុងពេលនេះគឺបាទតន្ត្រីមហាគ្រួសារ KAP បានផ្ដល់ឱកាសជូនគាត់ដើម្បីផ្ដល់នៅការបកស្រាយបទចម្រៀងក៏ដូចជាលើកយកនៅទេពកោសល្យរបស់គាត់គឺពិតជាដូចខ្លាំងណាស់ហើយពីរោះប៉ុន្តែជាតែថ្ងៃណាមួយលោកនឹងមានឱកាសឲ្យប្រតិកម្មនានាលោកមើលឃើញពីសមត្ថភាពរបស់លោកឆាយានឹងផ្ដល់ឱកាសជូនគាត់ដើម្បីបកស្រាយបទចម្រៀងផ្ទាល់ខ្លួនរបស់គាត់តែម្ដងអរគុណឆាយាអាចសម្រាប់បានបាទអរគុណណា អរគុណច្រើនហើយក៏សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទស្សន៍ ETV ផងដែរបានផ្ដល់ជាកិត្តិយសខ្ញុំបាទហើយក៏សូមថ្លែងអំណរគុណដល់តន្ត្រីគ្រួសារ KAP ផងដែរបាទអរគុណហើយបទណែសូមផ្ញើជូនដល់អ្នកដែលស្គាល់ខ្ញុំទាំងអស់នៅទីនេះក៏ដូចជាតាមគេអដ្ឋានមកដែរបាទអរគុណច្រើនជម្រាបលា ចាអរគុណចាសង្ឃឹមថាជួបលោកឆាយានៅកម្មវិធីក្រោយៗទៀតចា បាទមែនតើបាទដែលឱកាសនេះគឺរីករាយណាស់ដែលក៏សូមអរគុណដែលដល់បងប្រុសគួយគេវិញដែលតែផ្ដល់ឱកាសដល់យុវវ័យរបស់យើងចំនួនក្រោយៗដែលមានសមត្ថភាពទេពកោសល្យជឿជាក់ថានៅក្នុងបាទវេទិកាបន្ទាប់នឹងផ្ដល់ជូនអ្វីដែលជាបន្តទៀតជូនដល់លោកអ្នកដែលកំពុងទៅរងចាំ ចាសម្រាប់វគ្គក្រោយលោកស្រីកញ្ញានឹងបានលេងហ្គេមជាមួយនឹងកម្មវិធីតែក្នុងគណៈនេះយើងខ្ញុំទាំងពីរនាក់សូមសម្រាប់មួយផ្លែសិន សម្រាប់កម្មវិធីមិនត្រឹមតែផ្ដល់ជូននូវវត្តមានតារាចម្រៀងប៉ុណ្ណោះទេថែមទាំងផ្ដល់ឱកាសជូនដល់បងប្អូនទស្សនិកជនដែលគាត់ទស្សនានៅទីនេះឡើងលេងហ្គេមជាមួយនឹងកម្មវិធីសប្បាយៗដើម្បីបម្រើអារម្មណ៍បងប្អូនដែលទស្សនាទីនេះក៏ដូចជាគេថាគាត់មានភាពសប្បាយថែមមួយកម្រិតទៀតចា៎ជាការពិតដែល live ការបកស្រាយបទចម្រៀងនោះមិនមែនតែការបកស្រាយបទចម្រៀងកាយវិការធម្មតាទេគឺយើងបូករួមជាមួយនឹងសមត្ថភាពពិសេសនៃការលេងនៅ បាទការលបងសមត្ថភាពជាច្រើនទៀតដែលធ្វើឲ្យលោកអ្នកសប្បាយទីប៉ុន្តែវគ្គក្រោយនឹងបានជួបគាត់វគ្គនេះយើងបានជួបអ្វីពិសេសលើសនេះទៅទៀតអរគុណមិនជួបជាមួយនឹងអ្វីដែលរីឌីជាបន្តនៅក្នុងកម្មវិធីរបស់យើងកម្មវិធីក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីធំគឺជាកម្មវិធីផ្ដាច់មុខដោយបំពង់ទីបជ័រ KAP KAP គឺជាក្រុមហ៊ុនផលិតចែកចាយបំពង់ទីបជ័រនិងសម្ភារៈបណ្ដាញទឹកគ្រប់ប្រភេទធំជាងគេលំដាប់ទី1នៅកម្ពុជា រដ្ឋផលិតផលរបស់ KAP គ្រប់ម៉ាកសញ្ញាត្រូវបានប្រជាជនប្រមាណ 80% កំពុងគាំទ្រនិងពេញនិយមក្នុងការប្រើប្រាស់បំពង់ទីបជ័រ KAP សញ្ញាកង់3ស្នប់គឺជាបំពង់ទីបជ័រដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់ការបុកអណ្ដូងស្នប់គ្រប់តម្រូវការនៃការបុកអណ្ដូងស្នប់បំពង់ទីបជ័រ KAP សញ្ញាកង់3ស្នប់ជាជម្រើសទី1សម្រាប់លោកអ្នកបំពង់ទីបជ័រ KAP សញ្ញាផ្កាយគឺជាបំពង់ទីបជ័រដែលត្រូវបានផលិតដោយម៉ាស៊ីនស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាដ៏ទំនើបជាមួយនឹងវត្ថុធាតុដើមដែលនាំចូលពីបរទេសធន់ជាមួយនឹងការកប់ដីស័ក្តិសមបំផុតជាមួយនឹងប្រព័ន្ធស្រោចស្រពចំការដំណាំរបស់លោកអ្នកគ្រប់ប្រភេទនិងប្រព័ន្ធបង្ហូរក្នុងអាគារបំពង់ទីបជ័រ KAP សញ្ញាផ្កាយចំណាយតិចចំណេញច្រើនបំពង់ទីបជ័រ KAP សញ្ញាស្ទាំងគឺជាបំពង់ទីបជ័រដែលត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់លើប្រព័ន្ធបង្ហូរទឹកភ្លៀងប្រព័ន្ធលូនិងប្រព័ន្ធស្រោចស្រព រងប្រព័ន្ធបណ្ដាញទឹកដែលគ្មានសម្ពាធបំពង់ទីបជ័រ KAP សញ្ញាស្ទាំងជាជម្រើសដ៏ស័ក្តិសមបំផុតដើម្បីចូលរួមអបអរសាទរឆ្នាំ 2015 នៃសមាហរណកម្មអាស៊ានគ្រប់អតិថិជនទាំងអស់រាល់ការជាផលិតផលរបស់ក្រុមហ៊ុន KAP អស់ទឹកប្រាក់ចំនួន$100នឹងទទួលបាននៅសិលឹកឆន្ទមួយសន្លឹកសម្រាប់ធ្វើការផ្សងសំណាងចាប់យករង្វាន់ធំដែលមានម៉ូតូ Mark Honda ស៊េរីថ្មីចំនួន5គ្រឿងនិងទូរទស្សន៍ Sony LCD 32 អ៊ីនចំនួន5គ្រឿងរៀងរាល់ចុងខែនីមួយៗនៅក្នុងកម្មវិធីវិសមការតន្ត្រីដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រពីម៉ោង 19:00 ដល់ម៉ោង 21:00 នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យចាប់ពីខែតុលា 2014 រហូតដល់ខែកញ្ញា 2015 ប្រញាប់ឡើងជាកាន់តែច្រើនឱកាសជ័យរង្វាន់កាន់តែច្រើនអតិថិជនអាចរកជាវបានរាល់ផលិតផល KAP គ្រប់ម៉ាកសញ្ញានៅតាមដេប៉ូចែកចាយទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុតទន្ទឹមនឹងនោះ KAP មានបម្រើសេវាកម្មទូលំទូលាយជូនដល់អតិថិជន 24 ខេត្តក្រុងព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ 077 200 660 មានតែ KAP តែមួយគត់ដែលជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នកចាប់ផ្ដើមជាមួយ KAP យើងខ្ញុំឥឡូវនេះដើម្បីអនាគតពោពេញដោយភាពស្រស់បំព្រងសម្រាប់ពេលនេះលោកអ្នកបានជួបជាមួយនឹងតារាកិត្តិយសដែលពោពេញដោយទឹកដមសម្លេងហាក់ដូចជារីកណ្ដឹងបំពេអារម្មណ៍លោកអ្នកគ្រប់ពេលវេលាគាត់នឹងគឺជាសិល្បៈជើងចាស់មួយរូបដែលអតីតគឺជាអ្នកដើមកំណត់ខេត្តបាត់ដំបងដូចខ្ញុំដែរ
ចានិយាយរួមមកមិនត្រឹមអ្នកខេត្តបាត់ដំបងមិនត្រឹមតែគាត់បកស្រាយបទចម្រៀងមកព្រោះហើយសំបីតែការនិយាយស្ដីខាងក្រៅក៏ព្រោះដែរដូចបងចម្រុងអញ្ចឹងខេត្តខ្ញុំអញ្ចឹងខេត្តខ្ញុំបាទហើយមួយវិញទៀតគឺគាត់នឹងមិនមែនតែសិល្បៈតែឯងគឺទាំងបើនិយាយឲ្យចំទៅហៅថាត្រកូលអ្នកសិល្បៈតែម្ដងចាគឺត្រកូលអ្នកសិល្បៈទាំងកូនទាំងក្មួយទាំងអីគឺទាំងបងចាទាំងបងនិយាយរួមទាំងអស់តែម្ដងចាបើនិយាយទៅទាំងឪពុកក៏អ្នកសិល្បៈដែរហើយភាគច្រើនអ្នកសិល្បៈគឺគាត់អញ្ជើញមកពីខេត្តបាត់ដំបងច្រើនណាចាអរគុណគាត់ក៏មានបទចម្រៀងពីបទនៅក្នុងឱកាសនេះដែរចង់ដឹងថាជាបទអ្វីពីរោះយ៉ាងណានោះក៏សូមជួបជុំគ្នានឹងតារាកិត្តិយសដូចទៅបាទសូមជើញសត់ទាំងហ
ឡើយណាចាសូមអរគុណចាសូមផ្ញើបទចម្រៀងដល់ក្មួយៗនៅខាងមុខហើយនឹងចាតាមកញ្ចក់ទូរទស្សន៍ ETV តាមគេហដ្ឋានផងដែរអញ្ចឹងសម្ដាប់មួយបទទៀតគឺចង្វាក់ចាប្រសិទ្ធតែលើកយកបទប្របាក់យកមកច្រៀងចាមានការខុសឆ្គងសូមខន្តីអភ័យទោសចាសូមអរគុណចាតែដៃទាំងអស់គ្នាអរគុណណាស់ចាមួយត្រួយបណ្ដោះចិនអអីឡើយបានសនចឹងរលឹងអ្នកមានគូថ្មចិនសាវាស្នេហ៍ដល់ដៃឲ្យស្រីឈរចិនក្នុងដើមរិនរត់រឹកអរ៉ាក្នុងបាត់សាប្ររសាគ្មានមេត្តាស្មារតីនោះត្រាជីវិតសង្សារដើមរិនរួចទឹកអរ៉ាចុងបិទតាប្រទស្យាមានមេត្តាទោះជាយ៉ាងណាចឹងណាណាធូរចឹងណាស្មារតីនោះត្រាជីវិតសង្សារសូមអរគុណនៅស្នូតអូយពីរោះណាស់សំឡេងរំដំចិត្តនៅកណ្ណេះបាទជំរាបសួរអ្នកមីងចាជំរាបសួរចាថ្ងៃនេះគឺពិតជាមានកិត្តិយសណាស់ដែលមានវត្តមានអ្នកមីងអញ្ជើញចូលរួមនៅក្នុងកម្មវិធីតន្ត្រីមហាគ្រួសារ KFP ចាសូមហៅអ្នកមីងចុះប្រកូនកូនគាត់នឹងអ្នកខ្លះធំជាងខ្ញុំអ្នកខ្លះប៉ិនខ្ញុំបាទអ្នកខ្លះមានអាយុច្រើនជាងខ្ញុំចាហើយបាទដែរចាក្មួយអត់អីទេបើត្រូវអ្នកមីងហើយព្រោះសិលក្មេងៗខ្លាំងណាប៉ុន្តែសម្រស់នៅតែស្រស់ស្អាតដដែលបើនិយាយទៅគាត់គឺជាតារាចម្រៀងមួយរូបដែលឪពុកខ្ញុំបាទគាត់សរសើរថាអ្នកខេត្តបាត់ដំបងគឺគាត់អ្នកតំណាងមួយចំណន់នោះចំណន់នៅខេត្តបាត់ដំបងអ្នកមីងគាត់ធ្វើការនៅបាទឃោសនាការនឹងនៅឆ្នាំណាដែរបាទចាឃោសនាការមីងចូល84បាទបងប្អូនប្រជាពលរដ្ឋលោកច្រឡំស្មានពី79ការពិតឆ្នាំ84មីងប្រឡងបានពានរង្វាន់ខេត្តបាត់ដំបងជាប់លេខ1ចាលេខ1ប្រចាំខេត្តបាត់ដំបងបាទជ័យលាភីចាបានមកដោយបានជ័យលាភីបានចេះតែដូចតែព្រោះដល់សប្ងៃហ្នឹងអត់ទេតែពេលស័កសមណាស់សំលេងខ្ញុំស្ដាប់ខាងក្រោយជួយតែមានអារម្មណ៍តែព្រឺសម្បុរចាបាទហើយមួយទៀតបទចម្រៀងពីរបទនេះគឺកម្រនឹងបានតារាចម្រៀងដែលលើកយកមកច្រៀងដោយសារតែពិបាកហើយចាអញ្ចេះខ្ញុំនៅតែមិនអស់បន្ទិលសូមឲ្យបកស្រាយបទទី1ហ្នឹងណែបទសែនសំណោះបឹងក្រវ៉ាន់សូឡូនឹងសូមឲ្យបកស្រាយគោកបន្តិចយល់ព្រមទេបាទបទនោះពិបាកណាស់បើតាមស្ដាប់មើលទៅបាទសួរអ្នកចម្រៀងគាត់កវីក្បាលថាអូពិបាកបាទចាបទនេះបោះអ្នកលោកស្រីសៀងឌីចាជាម្ចាស់បទដើមហើយព្រោះនាងខ្ញុំស្រឡាញ់ណាលើកយកមកច្រៀងហ្នឹងហាត់មេឡូឌីមិនទាន់សូវចាំស្រួលបួលផងបាទសូមតែក្បាលដំបងតិចក៏បានដែរបាទចារាប់ជូនបាទ1 2 3
San srono no bengkawan solo sronong teng harong sromal thom chin mnorong so phon a khnyom menai អូយភុយសបល់សាយទៅថ្មីបាទ ចាភើសបល់មែនតែនសម្លេងគាត់ព្រោះឲ្យមើលទៅដូចចាប្រកបអាដូចទឹកដមព្រោះមែនតែនចាឡើងភើសបល់មែនភើសបល់ខ្លួនឯងចា អរគុណ មកពីមីក្រូព្រោះហេ ចាអត់ ទេ ទេ តែពិតសម្លេងពីរោះស្ដាប់ដូចខ្ញុំឯហ្នឹងប្រឹងស្រ័យឲ្យអញ្ចឹងក៏មីក្រូមកពីBNក៏អាចទៅរួចដែរព្រោះសម្លេងអត់បានអរគុណបាទចង់ជំរាបសួរថាចេះបាទអញ្ជើញមកពីប្រទេសក្រានហ្នឹងរយៈពេលប្រហែលថ្ងៃហើយបាទ ចាមីងមកដល់3ខែចង់ចូលខែទី4ចាហើយក៏ចិត្តត្រឡប់ទៅវិញប៉ុន្តែទៅក៏មិនយូរដែរតាមអាទិត្យឬក៏ពីអាទិត្យអីត្រឡប់មកវិញហើយ ទៅហើយមកវិញដោយសារតែបងប្អូន ចាដោយសារតែបងប្អូនចេះតែគ្រប់គ្រងនៅវិស័យសិល្បៈចម្រៀងរបស់នាងខ្ញុំដែលធ្វើឲ្យនាងខ្ញុំកាន់តែមានកម្លាំងចិត្តចាបន្តអាជីពនឹងមិនចង់ឈប់ដោយសារអញ្ចឹងចា បាទមានអ្វីបន្តបាទផ្ញើសារក៏ដូចជាមានអ្វីនិយាយទៅកាន់បងប្អូនដែលជាអ្នកគ្រប់គ្រងបន្តទៀតបានមកសូមអញ្ជើញបាទ ចាសូមផ្ញើសារជូនដូចជាជូនពរហើយក៏ដូចជាថ្លែងអំណរគុណដល់ទូរទស្សន៍ ETV ដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំឲ្យបានច្រៀងឲ្យសម្ដែងឲ្យដូចថាអស់ពីចិត្តពីថ្លើមតែម្ដងចាជូនពរសូមឲ្យ ETV មានប្រជាប្រិយភាពចាឲ្យមានអតិជនជាពិសេសគឺ sponsor ឲ្យបានច្រើនដើម្បីជួយដល់សិល្បករសិល្បករនីយើងគ្រប់គ្នាហើយអរគុណបងអូនគួច Kevin ផងដែរដែលបានផ្ដល់កិត្តិយសដល់បងចាសូមឲ្យបងអូនជូនពរឲ្យបងអូនមានសុខភាពល្អចាដើម្បីបន្តការងារហើយក៏សូមផ្ដាំផ្ញើដល់ក្មួយដែលជាទំពាំងស្នងរស័យសូមស្រឡាញ់ខ្លួនកុំធ្វើអីផ្ដេសផ្ដាស់ចាស្ដាប់ប្រកបឪពុកម្ដាយចាព្រោះប្រទេសយើងមានភាពអភិវឌ្ឍជឿនលឿនណាស់យើងខំធ្វើជាក្មេងដ៏ល្អខំរៀនខំសូត្រដើម្បីជាទំពាំងស្នងរស័យណាថាឲ្យល្អបានច្រើនចាសូមអរគុណបាទដែលមានចំជីវិតដែលបានផ្ដល់កិត្តិយសកម្មវិធីរបស់យើងជូនពរទទួលបានសុខភាពល្អយូរជឿនយូរហើយទទួលបាននៅដំណើរត្រឡប់ទៅវិញសុខសុវត្ថិភាពត្រឡប់មកវិញក៏សុវត្ថិភាពដូចគ្នាដែរបាទអរគុណបាទសុខសប្បាយចាឲ្យជូនពរពិធីការនីក្រុមក្មួយភ្លេងផងដែរចាយើងពិបាកទាំងអស់គ្នាចាអត់អីទេអរគុណគ្រប់គ្នាចាបាទអរគុណអ្នកសម្រាប់បានបាទមីងបាទអរគុណបាទជួបគ្នាឱកាសក្រោយទៀតបាទអរគុណណាអូសរសើរមែនតើគាត់ចូលជាវីរៈសិល្បករនីហើយដែលគាត់លើកយកបទចម្រៀងពីរោះហើយគាត់គឺជាបើនិយាយទៅគាត់មានអាយុកាលហ្នឹងអាយុរបស់គាត់ច្រើនប៉ុន្តែសំនៀងនៅតែពីរោះហាក់ដូចជានៅក្មេងដដែលចាជាពិសេសគឺសម្រស់របស់គាត់គឺនៅក្មេងដដែលចាអរគុណនៅវគ្គក្រោយលោកអ្នកបានជួបជាមួយនឹងការលេងនៅការលបងសមត្ថភាពជូនដល់លោកអ្នកដើម្បីទស្សនាជាបន្តនៅការគូរួមជាបន្តទៀតពីទស្សនិកជនដែលកំពុងទស្សនាទីនេះបាទសម្រាប់ពេលនេះកម្មវិធីទាំងមូលសូមអ្នកសម្រាប់បន្តិចសិនបាទ